Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅពាក្យដែលតាក់ទងទៅនឹងកន្លែងផ្សារដូចជាបន្លែផ្លែឈើហើយនឹងប្រើប្រាស់នៅក្នុងប្រយោគបាទអញ្ចឹងបងប្អូនមើលពាក្យនៅខាងក្រោមនេះបាទមុននឹងចូលដល់ប្រយោគគឺបងប្អូនមើលពាក្យទាំងអស់នេះសិនបាទនេះគឺយើងអានថា market បាទ market គឺផ្សារបាទនេះខ្ញុំសេជាខ្មែរឲ្យបងប្អូនអាចប្រកបបាន market បាទឬមួយក៏ប្រកបតាមសេញនេះក៏បានដែរ market សេញអង់គ្លេសបាទពាក្យនេះយើងអាន vegetable បាទ vegetable ប្រែថាបន្លែបាទ vegetable អានេះ fruit បាទ fruit គឺផ្លែឈើអានេះscale បាទ scale នេះគឺចិញ្ចៀងសម្រាប់ថ្លឹងអានេះmoney បាទ money គឺលុយបាទអញ្ចឹងខ្ញុំអានឲ្យម្ដងទៀត market បាទផ្សារ vegetable បន្លែ fruit ផ្លែឈើ scale ចិញ្ចៀង money លុយបាទអញ្ចឹងខ្ញុំនឹងយកពាក្យទាំងអស់នេះទៅប្រើប្រាស់នៅក្នុងប្រយោគម្ដងមួយបាទអញ្ចឹងបងប្អូនមើលនៅខាងក្រោមបាទជាដំបូងគឺពាក្យ market បាទ market គឺផ្សារបាទអញ្ចឹងនេះជាប្រយោគស្របពីនេះឧទាហរណ៍ This is a market បាទនេះគឺជាផ្សារ This is a market បាទដូចយើងចង្អុលបង្ហាញអញ្ចឹងណាផ្សារអីកន្លែងណាមួយអញ្ចឹងទៅបាទ This is a market បាទឬមួយក៏រូបនៅក្នុងសភៅមានផ្សារអីគឺយើងចង្អុលបង្ហាញគឺយើងប្រើឃ្លានេះឯង This is a market The market is busy បាទផ្សារគឺមមាញឹករវល់ The market is busy បាទ busy នេះគឺប្រែថារវល់ផ្សារគឺមានន័យថាមនុស្សអ៊ូអរចេញចូលទិញលក់អីអញ្ចឹងគេហៅថា busy មមាញឹកនៅក្នុងការលក់ដូរទាំងអស់ហ្នឹងបាទអញ្ចឹង The market is busy បាទផ្សារគឺមើលទៅមមាញឹកខ្លាំងមែនទែនបាទនេះគឺជាប្រយោគបដិសេធពីនេះ This is not a market នេះមិនមែនជាផ្សារទេ This is not a market The market is not busy បាទផ្សារមិនមមាញឹកទេ The market is not busy បាទពីនេះគឺជាប្រយោគសំណួរ Is this a market តើនេះជាផ្សារឬ Is this a market Is the market busy បាទតើផ្សារមមាញឹកទេ Is the market busy បាទអញ្ចឹងបងប្អូនមើលជាបន្តទៀតបាទយើងចូលដល់ពាក្យ vegetable បាទប្រែថាបន្លែបាទ vegetable បាទនេះគឺជាប្រយោគស្រប This is a vegetable នេះគឺជាបន្លែ This is a vegetable The vegetable is fresh បាទបន្លែគឺស្រស់ហ่ะ The vegetable is fresh បាទ fresh ហ្នឹងគឺស្រស់បងប្អូនមើលប្រយោគបដិសេធ This is not a vegetable នេះមិនមែនជាបន្លែទេ This is not a vegetable The vegetable is not fresh បន្លែមិនស្រស់ទេ The vegetable is not fresh បាទបងប្អូនមើលប្រយោគសំណួរ Is this a vegetable បាទតើនេះជាបន្លែទេ Is this a vegetable Is the vegetable fresh តើបន្លែស្រស់ទេ Is the vegetable fresh បាទអញ្ចឹងបងប្អូនមើលជាបន្តទៀតបាទនេះគឺពាក្យ fruit បាទ fruit គឺផ្លែឈើ
ឧទាហរណ៍នៅក្នុងប្រយោគស្រប This is fruit នេះជាផ្លែឈើ This is fruit The fruit is sweet ផ្លែឈើមានរសជាតិផ្អែម The fruit is sweet បាទ sweet នេះគឺប្រែថាផ្អែមអញ្ចឹងផ្លែឈើផ្អែមអញ្ចឹងមានន័យថាផ្លែឈើមានរសជាតិផ្អែមណា The fruit is sweet បាទនេះគឺជាប្រយោគបដិសេធ This is not fruit បាទនេះមិនមែនជាផ្លែឈើទេ This is not fruit The fruit is not sweet បាទផ្លែឈើមិនផ្អែមទេ The fruit is not sweet បាទនេះគឺជាប្រយោគសំណួរពីនេះ Is this fruit បាទតើនេះជាផ្លែឈើឬ Is this fruit Is the fruit sweet តើផ្លែឈើមានរសជាតិផ្អែមទេ Is the fruit sweet បាទឬមួយក៏ថាតើផ្លែឈើផ្អែមអត់បាទយើងចូលដល់ពាក្យមួយទៀតនេះគឺពាក្យ scale បាទ scale នេះគឺចិញ្ចៀនសម្រាប់ថ្លឹងបងប្អូនមើលនៅក្នុងប្រយោគស្រប This is a scale នេះជាចិញ្ចៀន This is a scale The scale is big បាទចិញ្ចៀនហ្នឹងគឺវាធំ The scale is big បាទ big ហ្នឹងគឺប្រែថាធំបាទនេះគឺជាប្រយោគបដិសេធ Is this not a scale បាទនេះមិនមែនជាចិញ្ចៀនទេ This is not a scale The scale is not big បាទចិញ្ចៀនមិនធំទេ The scale is not big បាទបងប្អូនមើលនៅក្នុងប្រយោគសំណួរម្ដង Is this a scale តើនេះជាចិញ្ចៀនឬ Is this a scale Is the scale big តើចិញ្ចៀនធំទេ Is the scale big អញ្ចឹងនៅក្នុងនេះគឺបងប្អូនមើលពាក្យ scale នៅក្នុងប្រយោគស្របភាសាហើយនឹងសំណួរអញ្ចឹងបងប្អូនមើលបន្តទៀតបាទ money លុយ This is money នេះជាលុយ This is money The money is mine លុយជារបស់ខ្ញុំ The money is mine បាទពាក្យថា mine មានន័យថារបស់ខ្ញុំហ្នឹងហើយអញ្ចឹង The money is mine បងប្អូនមើលនៅក្នុងប្រយោគបដិសេធ This is not money នេះមិនមែនជាលុយទេ This is not money The money is not mine លុយមិនមែនជារបស់ខ្ញុំទេ The money is not mine បដិសេធគឺយើងប្រើ not នៅកន្លែងនេះមកខ្លាយទៅជាប្រយោគបដិសេធហើយថែមឲ្យទៅលើប្រយោគស្របខាងលើនេះមកអញ្ចឹងបងប្អូនមើលប្រយោគសំណួរ Is this money តើនេះជាលុយមែនទេ Is this money បាទប្រយោគសំណួរគឺយើងគ្រាន់តែលើក e ដាក់ខាងដើមខ្លាយទៅជាប្រយោគសំណួរហើយពាក្យតើហើយសញ្ញាលេខសួរហ្នឹងគឺយើងថែមដោយសារតែប្រយោគសំណួរបាទខ្មែរយើងតើអីមួយចឹងទៅហើយចុងមាត់ទេមែនទេឬបាទយើងអាចដាក់បានធម្មតាអញ្ចឹងនៅក្នុងប្រយោគនេះ Is the money yours តើលុយនោះជារបស់អ្នកមែនទេ Is the money yours បាទ yours បាទប្រែថារបស់អ្នកអញ្ចឹង yours កន្លែងនេះគឺមាន s ណាបាទតិចទៀតទៅបងប្អូននឹងបានយល់ថាប្រភេទសព្វនាមអីគេហើយប៉ុន្តែឥឡូវបងប្អូនចំណាំសិនណា
is the money yours បាទតើលុយនោះជាលុយរបស់អ្នកមែនទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនបានរៀនពាក្យដែលតាក់ទងជានៅក្នុងផ្សារបាទដូចជាពាក្យទាំងអស់នេះឯងហើយខ្ញុំបានយកទៅប្រើប្រាស់នៅក្នុងប្រយោគស្របប្រយោគបដិសេធហើយនិងប្រយោគសំណួរហើយនឹងមានពាក្យមួយចំនួនទៀតដែលនៅក្នុងប្រយោគនឹងដែរបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PBT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ